Ok ta,សួស្តីអ្នកនរគ្នាឥឡូវយើងចូលមកបង្ហាត់អីមួយទៀតទាក់ទងទៅនឹងគីមីថ្នាក់ទី9សម្រាប់ត្រៀមប្រឡងឌីប្លូមអូខេតើយើងកុំឲ្យខាតពេលយូរយើងចូលទៅនៅលំហាត់របស់គ្នាអញ្ចឹងជាទូទៅដើម្បីធ្វើលំហាត់បានយើងត្រូវតែអានប្រធានលំហាត់ជាមុនសិនមិនអញ្ចឹងដែរអូខេអញ្ចឹងយើងអានលំហាត់មកលំហាត់នេះគឺលំហាត់ទី3ហើយវីដេអូនេះក៏ជាវីដេអូទី3ដែរសម្រាប់ឌីប្លូមអូខេ ចឹងគេថាគេដុតលោហៈដែក 5.6 ក្រាមឲ្យឆេះទាល់តែសព្វក្នុងអុកស៊ីសែនអញ្ចឹងយើងស្គាល់តែដែកអញ្ចឹងនេះជាដែកលោហៈដែកនេះគឺជាអូស្មန်អុកស៊ីសែនអូខេឲ្យឆេះសព្វអញ្ចឹងក៏ឲ្យយើងសរសេរសមីការតាមប្រតិកម្មខកណនីមេម៉ាស់អូស្មန်កណនីម៉ាស់អូស្មန်ដែលយកមកប្រើតមកទៀតក៏ឲ្យកណនីម៉ាស់អង្គបាន គណនាម៉ាស់អង្គភាពដែលទទួលបានហើយវាឲ្យថាបើដែកនេះស្មើ56ស្មើ56អញ្ចឹង O ស្មើ16អញ្ចឹងអា56និង16ជាអីគ្នាយើងអញ្ចឹងអាពីរនេះគឺជាម៉ាស់ម៉ូលដែលយើងគិតវាជាក្រាមក្នុង1ម៉ូលអញ្ចឹងដែរអូខេតោះយើងទៅមើលដំណោះស្រាយចេញដាក់កមកសរសេរសមីការតាមប្រតិកម្មអញ្ចឹងទៅចា៎ហើយយើងចាប់ផ្ដើមសរសេរនឹងថ្លឹងសមីការរបស់យើងគឺថាយើងយកដែកទៅដុតឲ្យសព្វឬក៏ឲ្យឆេះសព្វជាមួយនឹងសរសៃរបស់យើងអញ្ចឹងយើងធ្វើមកគឺបានតែប៉ុណ្ណេះអញ្ចឹងយើងមើលដៃទៅអង្គសងខាងមានន័យថាដៃនេះជាទូទៅយើងប្រើបើសិនជាចេញមកអញ្ចឹងណាទៅយើងប្រើវាប្រឡងវាមានប្រឡង2និងប្រឡង3អញ្ចឹងអានេះគេប្រើប្រឡងប្រហែលនេះនេះយើងអានេះវាយ៉ាងប្លែកគេប្រើដល់ប្រឡង4ណាប្រឡង4ណាអញ្ចឹងអូរបស់យើងនៅពេលហ្នឹងគេប្រើដល់ប្រឡង3ណាឥឡូវយើងថ្លឹងមកដៃខាងនេះមាន3មិនចឹងដែរដៃខាងនេះមានតែ1ណាបើយើងអត់ទាន់ថែមមានគុណ3យើងថែម3មកដើម្បីឲ្យស្មើគ្នាជាងយើងថែម3មកដើម្បីឲ្យស្មើគ្នាអូខេអញ្ចឹង O ខាងនេះមានប៉ុន្មាន O ខាងនេះមាន4 O ខាងនេះមានតែ2តែនេះពេលយើងអត់តាន់មើលមេគុណនេះនេះអត់តាន់មើលមេគុណនេះអញ្ចឹងពេលយើងថែមមេគុណមកដើម្បីឲ្យបាន4ស្មើគ្នាអញ្ចឹងសមីការរបស់យើងគឺវាមានដំណឹងមានដំណឹងហើយតមកទៀតតមកទៀតយើងរៀបម៉ាស់របស់វាមកយើងសរសេរម៉ាស់នៃធាតុទាំងអស់ហ្នឹងដាក់ពីក្រោមហ្នឹងមកអញ្ចឹងអា168គឺជាម៉ាស់ម៉ូលយើងបូកសរុបចូលគ្នាទេហើយអា64នេះក៏ដូចគ្នាដែរអា232នេះគឺជាម៉ាស់ម៉ូលនៃដែក 3O4 របស់យើងអញ្ចឹងអា5.6នេះ5.6ក្រាមគឺជាគេគ្នាគឺជាដែកដែលគេយកទៅប្រើប្រាស់ណាប៉ុន្តែយើងអត់ដឹងថាយើងត្រូវប្រើអុកស៊ីសែនប្រមាណទេហើយលទ្ធផលយើងទទួលបានក៏យើងអត់ដឹងដែរប៉ុន្តែគឺយើងអត់ដឹងទាំងអស់ហ្នឹងហើយសំណួរមួយនេះគឺគេឲ្យយើងទៅរកហ្នឹងអាធាតុដែលយើងទទួលបានហ្នឹងបើយើងផលធាតុដែលទទួលបានក្រោយប្រតិកម្មហ្នឹងអូខេតែយើងចូលទៅសំណួរខគេឲ្យរកអីគេម៉ាស់ឧស្ម័នទីសែនដែលយើងមកប្រើអញ្ចឹងយើងចង់ដឹងថាតើអុកស៊ីសែនយើងប្រើអស់ប្រមាណបើសិនជាគេគ្នាយើងបើសិនជានេះដែករបស់យើងនេះប្រើអស់5.6 5.6ក្រាមអូខេអញ្ចឹងយើងវិចារមកយើងធ្វើតាមសម័យកាលណាតាមសម័យកាលបានបង្ហាញថាម៉េចគ្នាយើងអញ្ចឹងតាមសម័យកាលបានបង្ហាញថាបើសិនជាយើងប្រើដែកណាអស់168ក្រាមអញ្ចឹងវាត្រូវការអុកស៊ីសែន64ក្រាមតែបើសិនជាប្រើដែក5.6ក្រាមនោះត្រូវការអុកស៊ីសែន5ក្រាមឬក៏យើងតាំងវាដោយ x x ក្រាមអញ្ចឹងទៅនេះអ្នកខ្លះគេតាំង x ក្រាមអ្នកខ្លះគេតាំង m ក្រាមអញ្ចឹងទៅគាត់ថាហ្នឹងជាអញ្ញត្តិដើម្បីយើងទៅរកឯងអូខេអញ្ចឹងយើងដាក់ថាតាមសមមាត្រកំណត់មកតាមសមមាត្រកំណត់យើងបានប៉ុណ្ណឹងអញ្ចឹងយើងយកគេដែរអាប្រព័ន្ធនេះធៀបគ្នាមកដាក់នេះធៀបមកនេះមកអញ្ចឹងក៏មកយើងគុណខ្លាំងអូខេមើលពុទ្ធទៅតាមហ្នឹងទៅបើសិនជាមើលអត់យល់ទេយើងទៅមើលម្ដងទៀតអូខេយើងគុណខ្វែងមកយើងបានប៉ុណ្ណេះឃើញទេ
ពេលដែលយើងគុណខ្វែងណាគ្នាយើងហើយអញ្ចឹងពេលដែលយើងគុណខ្វែងមកយើងគុណដល់យើងគឺយើងចាក់បោកអឹមអុកស៊ីសែនមានន័យថាម៉ាស់អុកស៊ីសែនអញ្ចឹងបើយើងគុណទៅយើងបានចេះ168គុណណាគុណនឹងម៉ាស់ឬក៏អឹមអុកស៊ីសែនត្រូវអត់5.6គុណនឹង64អញ្ចឹងវាបាន168គុណនឹងអីគុណហើយគេនេះម៉ាស់អុកស៊ីសែនស្មើពេលយើងគុណខ្វែងហើយណានឹងគូសម្បាយអត់អញ្ចឹងយើងបាននេះគេទៀតនេះគុណខ្វែងមកបាន5.6គុណនឹង64ហើយអញ្ចឹងគោលបំណងរបស់យើងចង់រកគឺនេះចង់រកម៉ាស់អុកស៊ីសែនមិនចឹងដែរចង់រកម៉ាស់អុកស៊ីសែនអញ្ចឹងយើងចង់រកនេះអូខេអញ្ចឹងយើងបោះអានេះមកនេះមកបោះវាមកនេះមកអញ្ចឹងយើងបានគេសុំលុបទៅចឹងអញ្ចឹងយើងបានគេនេះយើងបានម៉ាស់អុកស៊ីសែនស្អាត5.6ទៅនឹង64នៅលើ160ហើយនេះlại nè này đọc lên này chắc là này quyền chắc là tại món chắc là đi cốt mà chắc là cốt bao má bán chạy về những bao đồng lon xì nhà smart ok bữa sáng chị bắt trăm mười và hai thì thấy được không video nữa cô bạn ok ok chắc dân châu mau và to tiếp chạy tôn cho mùi ngang sùng núi cầu chắc là sùng núi khó này kia kẹt là nhiều lên này rồi nè ok ចឹងយើងមកមើលសំណួរកវាឲ្យរកមកអង្គធាតុដែលយើងទទួលបានអញ្ចឹងអង្គធាតុដែលយើងទទួលបានយើងក៏អត់ដឹងថាវាទទួលបានប្រមាណដែរហើយអង្គធាតុដែលយើងទទួលបានហ្នឹងគឺចេះនេះយើងគឺដែរ 3O4 មិនចឹងទៅអញ្ចឹងយើងវិចារមកបើសិនជាដេកឲ្យតែ168ក្រាមយើងត្រូវទទួលបានដែរ 3O4 ពី132ក្រាមអញ្ចឹងបើសិនជាយើងប្រើដែរនេះ 5.6 ក្រាមអញ្ចឹងយើងទទួលបានដែរនេះគឺអត់ស្គាល់គឺ y ឬក៏ x ក្រាមដែរអូខេឬក៏ âm អីចឹងដែរអញ្ចឹងយើងធ្វើតាមសមាមាត្រកំណត់មកយើងបានគេនេះចាអញ្ចឹងយើងធ្វើតាមសមាមាត្រកំណត់យើងយកអានេះធៀបគ្នាទៀតមកធៀបគ្នាទៅដូចទៅនឹងសំណួរខដែរបាទណាហើយយើងគុណខ្លាយមកចឹងយើងបោះរកមកអង្គធាតុយើងទទួលបានចឹងយើងបាននេះគេយើងបានទៅប៉ុណ្ណេះចម្លើយរបស់វាគឺប៉ុណ្ណេះគិតលេខណាគិតព្យាយាមគិតដៃហើយបើយើងអស់ចំណុចហើយចាំគិតកាសចូលឥឡូវវីដេអូរបស់យើងក៏ចាប់តែប៉ុណ្ណឹងហើយលំហាត់របស់យើងក៏ចប់ប៉ុណ្ណឹងដែរយើងនឹងជួបគ្នានៅលំហាត់ថ្មីនិងវីដេអូថ្មីនៅថ្ងៃបន្តទៀត